ជំរាបសួរអ្នកនរគ្នានេះគឺជាវីដេអូខ្លីមួយហើយពេលនេះអេដមិននឹងនិយាយអំពីតួអង្គតាន់ជីរ៉ូកាម៉ាដូ5ចំណុចចំណុចទី1នេះគឺចិត្តមេត្តាដែលគ្មានព្រំដែនឬក៏ដែលខាញ់អ្នកស្ហាចំណុចដែលខុសប្លែកពីតួអង្គដទៃគឺតាន់ជីរ៉ូមានចិត្តមេត្តាសូម្បីតែចំពោះបិសាចទោះបីជាគាត់ទៅសម្លាប់បិសាចដើម្បីការពារមនុស្សក៏ដោយប៉ុន្តែតាន់ជីរ៉ូតែងតែបួងសួងឲ្យព្រលឹងពួកគេទៅកាន់សុគតិភពជានិច្ចហើយតាន់ជីរ៉ូយល់ពីការជឿចាប់ដែលបិសាចទាំងអស់នោះបានជួបប្រទះកាលនៅជាមនុស្សតាន់ជីរ៉ូគឺសម្លាប់ដោយភារកិច្ចមិនមែនសម្លាប់ដោយកំហឹងនោះឡើយហើយចំណុចទី2របស់តាន់ជីរ៉ូនឹងគឺចំហទ័ពឬក៏ Super Human Smell តាន់ជីរ៉ូគឺមានសមត្ថភាពពិសេសគឺចំហដឹងក្លិនខ្លាំងលើសពីមនុស្សធម្មតាតាន់ជីរ៉ូអាចដឹងពីអារម្មណ៍របស់មនុស្សក្លិនសោកសៅក្លិនកុហកនិងក្លិនខឹងនៅក្នុងការប្រយុទ្ធគ្នាតាន់ជីរ៉ូអាចហិតដឹងពីខ្សែបន្ទាត់បើកឆាកដែលជាចន្លោះប្រហោងសម្រាប់ការវាយបកទៅលើសត្រូវចំណែកឯចំណុចទី3នេះគឺក្បាលដែកឬក៏ The Hard Death Forehead នេះគឺជាចំណុចកំ pl និងជាអាវុធសម្ងាត់របស់គាត់តាន់ជីរ៉ូមានថ្ងាសដែលរឹងដូចដែកតាន់ជីរ៉ូធ្លាប់ប្រើក្បាលមួយនេះចូលជាមួយនឹងបិសាចទាំងមិត្តភក្តិផងដែរគឺជា Inosuke ហើយអ្នកមើលរឿងគ្រប់គ្នាតែងតែនិយាយលេងថាក្បាលរបស់តាន់ជីរ៉ូគឺជាអាវុធដ៏ខ្លាំងបំផុតនៅក្នុងរឿងទាំងមូលចំណែកឯចំណុចទី4នេះគឺជាការតាំងចិត្តដើម្បីការពារប្អូនស្រី Brother of the Year ហើយមូលហេតុដែលធ្វើឲ្យតាន់ជីរ៉ូខ្លាំងនឹងគឺជាការស្រឡាញ់ចំពោះ Nezuko គាត់សុខចិត្តលីប្រអប់ឈើដែលមានប្អូនស្រីនៅក្នុងនឹងជាប់ក្នុងជានិច្ចមិនថាឡើងភ្នំឬចូលសមរភូមិឡើយហើយគោលដៅតែមួយគត់របស់តាន់ជីរ៉ូគឺប្រែប្អូនស្រីទៅជាមនុស្សវិញហើយចំណុចទី5នោះគឺជាដាវដ៏អស្ចារ្យតាន់ជីរ៉ូគឺជាអ្នកប្រើប្រាស់ដង្ហើមពីរប្រភេទដង្ហើមទី1គឺជាដង្ហើមទឹក Water Breathing ឬក៏ Mizuno Kokyu ដែលតាន់ជីរ៉ូបានរៀនពីលោកគ្រូយូរ៉ូកូដាគីទូនភ្លុននិងបត់បែនចំណែកឯ Breathing ទី2គឺជារបាំព្រះអាទិត្យឬក៏ Hinokami Kaguraដែលជាក្បាច់ដៃអាចកំបាំងដែលតកូនតចៅពីចំនួនឪពុករបស់គាត់ដែលមានកម្លាំងខ្លាំងនិងក្តៅដូចព្រះអាទិត្យហ្នឹងហើយអ្នកនរគ្នា5ចំណុចអំពីតាន់ជីរ៉ូគឺមានប៉ុណ្្នឹងទេតែអ្នកនរគ្នាគិតថាតាន់ជីរ៉ូគឺជាតួអង្គបែបណាតែអេដមិនវិញគឺគិតថាតាន់ជីរ៉ូគឺជាតួអង្គដែលបង្រៀនយើងគាត់ពីភាពរឹងមាំដែលចេញពីភាពទន់ភ្លន់គាត់មិនមែនខ្លាំងព្រោះតែចង់ឈ្នះនោះទេប៉ុន្តែគាត់ខ្លាំងព្រោះចង់ការពារអូខេអ្នកនរគ្នាវីដេអូខ្លីមួយនេះគឺមានប៉ុណ្្នឹងទេដែលអេដមិននិយាយពីតួអង្គតាន់ជីរ៉ូយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ